សូមប្រគេននឹងជូនធម្មទេសនាក្រែ7សំដែងដោយព្រះធម្មមុនីមួនសុផលគង់នៅវត្តកំពូលភ្នំឈើកាច់ខេត្តព្រៃវែងព្រះគ្រូធម្មវិរិយៈរខិតោអ៊ុនសំណាងគង់នៅវត្តនគរបាជ័យក្រុងកំពង់ចាមខេត្តកំពង់ចាមព្រះមហាសក្យមុនីពុទ្ធតោជាសុមាលាគង់នៅវត្តសារវ័នដេជោរាជធានីភ្នំពេញព្រះបញ្ញាបតិបោពោពិសិដ្ឋគង់នៅវត្តសាមគ្គីគិរីសម្រិទ្ធខេត្តបៃលិនព្រះមហាមុនីបាលោជួនកក្តាគង់នៅវត្តបទុមវតីរាជធានីភ្នំពេញព្រះរតនវិសុទ្ធិឆាតសុឆេតគង់នៅវត្តបទុមវតីរាជធានីភ្នំពេញព្រះមហាពុទ្ធវង្សោពៅវុទ្ធីគង់នៅវត្តព្រះពុទ្ធឃោសាចារ្យហៅចិនដំដែករាជធានីភ្នំពេញបនបញ្ចុះខណ្ឌសីមាពុទ្ធាពិសេសនិងសម្ពោធឆ្លងសមិទ្ធផលនានាមានព្រះវិហារហោត្រៃកតវច្ចកតស្រះមុជលិនរបងដីជាដើមនៅវត្តពោធិវង្សស្ថិតនៅភូមិពូជ្រៃឃុំស្វាយអន្តរស្រុកស្វាយអន្តរខេត្តព្រៃវែងដែលជាស្រុកកំណើតព្រះមហាពុទ្ធវង្សោពៅវុទ្ធីវត្តចិនដំដែងកម្មវិធីបុណ្យថ្ងៃអាទិត្យ8រោចខែពិសាឆ្នាំមមែសប្បដស័កពុទ្ធសករាជ2559ត្រូវនឹងថ្ងៃទី10ខែឧសភាឆ្នាំ2015អ្នកផ្ដើមបុណ្យព្រះសង្ឃមានព្រះមហាពុទ្ធវង្សោពៅវុទ្ធីគង់នៅវត្តព្រះពុទ្ធឃោសាចារ្យហៅចិនដំដែករាជធានីភ្នំពេញព្រះគ្រូសុគតធម្មោអែមប៊ុនលីជាព្រះគ្រូចៅអធិការវត្តពោធិវង្សរួមជាមួយអាចារ្យគណៈកម្មការនិងពុទ្ធបរិស័ទជាច្រើនអ្នកទៀតជាពិសេសព្រះថេរានុថេរៈគ្រប់ព្រះអង្គព្រមទាំងពុទ្ធបរិស័ទទាំងក្នុងនិងក្រៅប្រទេសមាននៅសហរដ្ឋអាមេរិកបារាំងកាណាដាអូស្ត្រាលីស្វីសជាដើមនិងពុទ្ធបរិស័ទក្នុងទិសទាំង8
ដល់ហើយអសពរងហើយស្ដាប់ព្រះធម៌ជីវិតមាននៅត្រូវសាងល្អព្រះធម៌បវរគូត្រង់ត្រាប់ពេលនេះជាពេលសាំងសំណាំងមានព្រះគុណម្ចាស់ថ្លែងសារស័ព្ទសូមសាធុជនប្រុងព្រៀបស្ដាប់គ្រាន់បានជាច្បាប់កើតបញ្ញាបបិទ្ធព្រះគុណថ្លៃបវរសូមប្រទានធម៌វិសេសថ្លាបរិស័ទប្រស្រីមកត្រៀបត្រាសូមទានកង្រណាទាំងទូនមានរីសំដាច់ត្រង់ឯកអត់ដំមូលមកប្រជុំឋិតធរមានប្រាថ្នាត្រង់ត្រេកក្នុងធម្មទានមគ្គផលជាស្ពានឈានបរលោកហេតុនេះព្រះគុណអ្នកប្រាជ្ញល្បីយល់ពីនិស័យបរិស័ទមកប្រាថ្នាស្ដាប់ធម៌កំររកក៏បីកាន់យកតាមកាលសូមអនុមោទនាអ៊ិមេស្មឹងបច្ចុប្បន្នកាលេអេលកៈសង្វច្ឆរេកាលៈបខេអដ្ឋវារេបច្ចុប្បន្នសម័យក្នុងកាលឥឡូវនេះស្ថិតនៅក្នុងឆ្នាំមមេសប្តាស័កពុទ្ធសករាជ2559 800ខែពិសាកឹមហរដូវត្រូវនឹងថ្ងៃទី10ខែឧសភាឆ្នាំ2015ជាអ្នកខត្តសម័យថ្ងៃមួយប្រកបដោយមហាអ្នកខត្តឫទ្ធិដ៏ខ្ពង់ខ្ពស់មហាថ្លៃថ្លានាវេលាគ្រានេះស្ថិតនៅទីអាវាសវត្តពូធិវង្សស្រុកស្វាយអន្តោកខេត្តព្រៃវែងប្រពពិធីបុណ្យបញ្ចុះខណ្ឌសីមានិងឆ្លងសមិទ្ធផលនានាក្នុងទីអាវាសវត្តនេះដែលដឹកនាំកសាងដោយព្រះមហាពុទ្ធវង្សោពៅវុធី និងលោកអាចារ្យគណៈកម្មការបច្ចៅអធិការវត្ត
ថ្ងៃនេះគឺជាថ្ងៃទី3នៃការប្រារព្ធពិធីបុណ្យហើយក៏បានរៀបចំឲ្យមានការសម្ដែងថ្លែងបញ្ជាក់នៅព្រះធម្មទេសនាក្រែ7ជាបឋមអង្គខ្ញុំបកករណាអាត្មាភាពទាំង7អង្គសូមក្រាបថ្វាយបង្គំចំពោះពធេរានុថេរៈគ្រប់ព្រះអង្គមានប្របីតាសង្ឃវត្តពោធិវង្សជាប្រមុខនិងសូមចម្រើនពរដល់សាធុសពបរោះប្រុសស្រីទាំងអស់ទាំងក្នុងនិងក្រៅប្រទេសដោយសេចក្តីរាប់អានយ៉ាងជ្រាលជ្រៅសូមប្រគេននិងចម្រើនពរ4ប្រការគឺទី1អាយុសូមមានជនមាអាយុវែងយឺនយូរជាង100ព្រះវស្សាទី2វណ្ណៈសូមមានពណ៌សម្បុរស្រស់បោះស្អាតផូរផង់សមរម្យល្អទី3សុខៈសូមសុខកាយសប្បាយចិត្តឥតបារម្ភទី4ពលៈសូមមានកម្លាំងកាយខ្លាំងមាំមួនកម្លាំងសទ្ធាជ្រះថ្លាកម្លាំងបញ្ញាឆ្លាតវៃបណ្ដាពុទ្ធពរទាំងឡាយ4ប្រការនវធន្តោចូលចម្រុងចម្រើនកើតមានដល់សាធុសពបរោះប្រុសស្រីទាំងអស់មានប្របីតាសង្ឃវត្តពោធិវង្សជាប្រមុខឲ្យបានសពកាលសពវេលាតរៀងទៅនិងសូមខន្តីអភ័យទោសទុកជាខាងដើមក្រែងលោសម្ដែងទៅហើយជូនជាមានខុសខាតបត់បាតអក្ខរៈចេញចនៈព្រះបល័យសេចក្តីអធិប្បាយស្រាយបង្ហាញកន្លែងណាមួយពុំសមរម្យនោះក៏សូមមេត្តាខន្តីអភ័យទោសសូមប្រគេនពរចម្រើនពរនិងជូនពរសូមគោរពរំលឹកនឹកគ្រាព្រះសក្យមុនីសព្វញ្ញពុទ្ធទ្រង់មានសរីព្រះអង្គទ្រង់រំលត់បញ្ញខណ្ឌចូលកាន់ព្រះបរមនិព្វានដនុបាទិសេសនិព្វានធាតុក្នុងថ្ងៃប្រកបដនុរាធៈអ្នកខត្តរិកនាថ្ងៃអង្គារយាមអង្គារនៅថ្ងៃ15កើតពេញបូរមីខែពិសាខកមហរដូវឆ្នាំម្សាញ់បញ្ញស័កឯណោះក្រោមចន្លោះមេឃសាលព្រឹកទាំងគូនៅសាលវណ្ណុជានចិត្តក្រុងកុសិនារាក្នុងសម័យទៀបភ្លឺរាប់ចាប់ដើមតាំងតែអំពីពុទ្ធបរមគ្រូជាអង្គម្ចាស់ទ្រង់រំលត់បញ្ញខណ្ឌចូលកាន់ព្រះបរមនិព្វានដរាបមកដល់ថ្ងៃនេះព្រះពុទ្ធសាសនកាលឆ្នាំកន្លងរំលងទៅហើយបាន2558ឆ្នាំខែគ្មានថ្ងៃកន្លងរំលងទៅហើយបាន7ថ្ងៃបច្ចុប្បន្នសម័យថ្ងៃអាទិត្យ8រោចខែពិសាខកមហរដូវឆ្នាំមមេសប្តាស័កពុទ្ធសករាជ2559អនាគតេកាលេរីឯអាយុកាលនៃពុទ្ធសាសនាចំណែកផ្នែកអនាគតឆ្នាំនៅសល់2441ឆ្នាំខែនៅសល់12ខែដោយអំណាចនៃអធិកមាសថ្ងៃនៅសល់27ថ្ងៃថ្ងៃនៅសល់22ថ្ងៃបើបូករួមសេរីនៃព្រះពុទ្ធសាសនកាលទាំង3កាលរួមបញ្ចូលគ្នាគឺទាំងអតីតអនាគតបច្ចុប្បន្នព្រះពុទ្ធសាសនកាលគ្រប់គ្រាន់ជា5000ព្រះវស្សាដោយបរិបូរណ៍អ្នកមោតស្សៈភគវៈតោរហតោសម្មាសម្ពុទ្ធស្សៈអ្នកមោតស្សៈភគវៈតោអរហតោសម្មាសម្ពុទ្ធស្សៈអ្នកមោតស្សៈភគវៈតោអរហតោសម្មាសម្ពុទ្ធស្សៈ
ទូលមង្គមខ្ញុំព្រះអង្គទាំង7អង្គសូមកំបងហត្ថថានមស្ការថ្វាយបង្គំប្រជុំពីប្រការប្រពុតប្រធរប្រសង់ថ្លៃថ្លាប្រសើរអស្ចារ្យថ្លឹងថ្លែងពំបានដោយគុណានុភាពនៃបត្រៃរតន៍និងដោយបញ្ញានុភាពដែលកើតអំពីបញ្ញរិទ្ធនៃពិធីបុណ្យបញ្ចុះខណ្ឌសីមាឆ្លងសមិទ្ធផលនានានៃវត្តពោធិវង្សនាឱកាសនេះក៏សូមជួយការពាររារាំងបញ្ជានៅវិបត្តិឧបទ្រពទុក្ខសោករោគភ័យចង្រៃខ្សឹបខ្សួលអួលអាក់ផ្សេងក៏ឲ្យអហោសិកម្មវិនិច្ឆ័យបាត់ទៅសុភៈសរីមង្គលបវរមហាប្រសើរចូលកើតកើនចម្រើនមានដល់សាធុសប្បុរសប្រុសស្រីទាំងអស់មានបតិជគុណម្ចាស់បច្ចេកការវត្តពោធិវង្សជាប្រមុខឲ្យបានសពកាលសពវេលាតរៀងទៅអ៊ីតោបរាំងធម្មទេសនំទេសេសាមៈលំដាប់បន្តតំណតទៅតម្រូវត្រូវអង្គខ្ញុំកណាអាត្មាភាពទាំង7អង្គនឹងរៀបចំចាត់ចែងសម្ដែងថ្លែងនៅពធទេសនាឯនេះដូចសត្វបានឃើញជានឹងនេត្រាធធម្មកថេកាចាមាន7អង្គញោម7អង្គនេះបើគិតតាមខេត្តគាត់អភ័យព្រៃវែងហ្នឹង4អង្គណាញោមខេត្តព្រៃវែងធម្មកថាខេត្តព្រៃវែង4អង្គណាមួយអង្គកំពង់ចាម2តកៅតែមួយឯងតកៅដោយកណ្ដោចកណ្ដែងជាងគេកណ្ដោចកណ្ដែងដោយខ្លែងដាច់ខ្សែញោមថ្ងៃនេះតកៅអញ្ចឹងការសម្ដែងនេះគឺសម្ដែងជារបៀបដាក់ប្រធានបទឲ្យញាតិញោមស្រួលចាំស្រួលយល់ស្រួលស្ដាប់ហើយអ្នកស្មូតតកៅដែរអ្នកតកៅគេតវ៉ាថាមានអ្នកស្មូតតកៅដែរអញ្ចឹងប្រធានបទដែលត្រូវសម្ដែងពធមួយអង្គ10នាទីញោមអង្គណាសម្ដែងលើសនាទីផាកពីនៃឲ្យតែសម្ដែងលើសគឺផាកហើយសិតតអ្នកចេះសម្ដែងហើយបើសម្ដែងលើសនឹងមានន័យថាមិនគោរពសិទ្ធិធម្មកថាដូចគ្នាហើយបើសម្ដែងខ្វះបានប៉ុន្តែហាមលើសនេះសូមបញ្ជាក់បធម្មកថាឲ្យហើយគេលោជក់ទៅភ្លេចមើលម៉ោងញោមស្គាល់ពនាមធម្មកថាទាំង7នឹងអត់ញោមស្គាល់នៅចឹងចាំមើលមកគុណអស់លេងហើយបាយនេះមុនចុងមកបាយភ័ក្រញាក់នេត្រាមើលមួយអង្គធម្មកថាទាំង7មកឃើញអត់ញោមថ្ងៃនេះជាទិវាប្រវត្តិសាស្ត្រសម្រាប់វត្តពោធិវង្សដែលមានបឋមកថាសម្ដែងពធមានញាតិញោមស្ដាប់ច្រើនស្ដាប់តាំងពីក្នុងមហារោងហៀដល់ក្រៅរោងហៀដល់ក្រោមសាលាឆាន់ទៅទៀតញោមមនុស្សច្រើនណាស់ថ្ងៃនេះគួរឲ្យកោតគួរឲ្យសរសើរដល់គណៈកម្មការដែលរៀបចំបុណ្យបានល្អជាថ្ងៃទី3មនុស្សក៏ច្រើននៅស្ដាប់ពធទេសនាក៏ច្រើនដើម្បីកុំឲ្យខាតពេលខ្ញុំគណៈអាត្មាភាពជាធម្មពិធីកផងជាតួអង្គមួយអង្គក្នុងការសម្ដែងនឹងផងតើមានការចាប់ផ្ដើមដាក់ប្រធានបទបានរៀបចំសម្ដែងត្រូវឥឡូវពធទេសនាថ្ងៃនេះសម្ដែងអំពីធម៌ធ្វើឲ្យកើតជាប្រអិន7យ៉ាងញោមចង់កើតជាប្រអិនទេញោមស្រីចង់កើតជាប្រអិនអត់សុំទោសហើយប្រអិនមិនមែនស្រីគឺប្រុសញោមប៉ុន្តែបើចង់កើតជាប្រអិនតលស្រីខ្លាយទៅជាប្រុសបានកើតជាប្រអិនណាឲ្យតែប្រព្រឹត្តធម៌7យ៉ាងហ្នឹងធម៌ឯដែលនាំឲ្យកើតជាប្រអិន7យ៉ាងទី1មេត្តាបេតិភរៈចិញ្ចឹមមេត្តាបិតាអស់មួយជីវិត
ទី2កុលេចេថាបច្ចាយីគោរពកោតក្រែងចំពោះអ្នកដែលចម្រើនឬតកូលរៀមច្បងអស់មួយជីវិតទី3សន្ហវាចៈពោលពាក្យពីរោះអស់មួយជីវិតទី4បេសណៃយបហាយីលះបង់ចោលនៅពាក្យញុះញង់អស់មួយជីវិតមានន័យថាមិននិយាយពាក្យញុះញង់អស់មួយជីវិតទី5មច្ឆេរវិនិយៈនាំចេញនៅសេចក្តីកំណាញ់ពីសន្តានអស់មួយជីវិតមានន័យថាមិនកំណាញ់អស់មួយជីវិតគឺបរិច្ចាគទានអស់មួយជីវិតទី6សច្ចៈពោលពាក្យពិតអស់មួយជីវិតទី7កោធាភិភូក្របសង្កត់នៅសេចក្តីក្រោធមិនឲ្យកើតបានអស់មួយជីវិតមានន័យថាពេលខឹងក្របសង្កត់មិនឲ្យខឹងបាននឹងធម៌នាំកើតជាប្រអិន7ហ្នឹងហើយមួយនេះតែ10នាទីឯងលើស10នាទីណាមិនដឹងមិនដែរប៉ុន្តែហាមលើសឥឡូវសូមរៀបរាប់ពីពនាមធម្មកថាដែលត្រូវសម្ដែងធម៌ទាំង7រាប់ពីឆ្វេងខ្ញុំកណាអាត្មាភាពនោះខាងនោះញោមក្រែពណ៌បៃតងហើយមៀតរៀងធំជាងគេហៅថាលោកគ្រូធំជាងគេញោមលោកគ្រូធំព្រះនាមធម្មមនីមួនសុផលគួងនៅវត្តបបតៈកោដារាមហៅវត្តកំពូលភ្នំឈើកាច់ឃុំឈើកាច់ស្រុកបាភ្នំខេត្តព្រៃវែងត្រូវសម្ដែងប្រធានបទទី1គឺមេត្តាបេតិភរៈចិញ្ចឹមមេត្តាបិតាអស់មួយជីវិតចឹងញោមចាំក្រែនោះក្រែចិញ្ចឹមមេត្តាបិតាញោមនោះក្រែនោះហើយថ្ងៃនេះតាមបរទេសក៏ដូចជាសហរដ្ឋអាមេរិកថ្ងៃ Mother Day ផងញោមទិវាដឹងគុណម្ដាយចឹងត្រូវហើយទេសនាថ្ងៃនេះហើយថ្ងៃនេះមិនត្រឹមតែដឹងគុណម្ដាយទេដឹងគុណពពុទ្ធញោមថ្ងៃហ្នឹងថ្ងៃបូជាព្រះសពពពុទ្ធបូជាថ្ងៃហ្នឹងថ្ងៃ8រោចខែពិសាខហ្នឹងគឺបូជាព្រះសពរបស់ព្រះសម្មាសម្ពុទ្ធហើយជាថ្ងៃទិវាដឹងគុណអ្នកម្ដាយបតេជៈប្រគុណព្រះមហាពុទ្ធវង្សោពៅវុធីចេះរោធម្មកថាទេសនាថ្ងៃហ្នឹងឃើញញោមពលលោកកំព្រាមេត្តាដែរចឹងដាក់ថ្ងៃនេះដាក់ថ្ងៃទិវាដឹងគុណម្ដាយត្មងញោមកំព្រាម្ដាយដែរចឹងក្រែហ្នឹងក្រែដឹងគុណម្ដាយញោមចិញ្ចឹមមេត្តាបិតាអស់មួយជីវិតចំណែកទី2ព្រះគ្រូធម្មវិនិយៈរខិតោគង់នៅវត្តនគរបាជ័យក្រៅក្រុងកំពង់ចាមខេត្តកំពង់ចាមជាលោកគ្រូសោតស្ដាំលោកត្រូវសម្ដែងប្រធានបទទី2កុលេចេថាបច្ចាយីគោរពកោតក្រែងចំពោះអ្នកដែលចម្រើនឬអ្នកដែលជារៀមច្បងក្នុងតកូលចឹងក្រែនោះក្រែគោរពរៀមច្បងគោរពអ្នកណាដែលមានសេចក្តីចម្រើនគោរពអ្នកណាដែលមានគុណធម៌គោរពប្រសង់រាល់ថ្ងៃផ្អិននៅគោរពពីនងមកញោមថ្វាយអង្គមពីឋានតាវតឹងមកក្រោមទេបត់ទាំងឡាយសួរព្រះអង្គថ្វាយអង្គមអ្នកណាថាថ្វាយអង្គមអ្នកណាដែលមានគុណធម៌អ្នកមានសិលអ្នកគោរពមេត្តាបិតាផ្អិនថ្វាយអង្គមមករាល់ថ្ងៃនៅថ្វាយអង្គមនោះផ្អិននៅលើនោះញោមចឹងធម៌នោះធម៌គោរពតកោរៀមច្បងក្រែទី2ពីនោះមកព្រះអង្គពនាមព្រះគ្រូធម្មវិនិយៈរខិតោអ៊ុនសំណាងជាព្រះគ្រូសោតស្ដាំវត្តនគរបាជ័យក្រៅក្រុងកំពង់ចាមខេត្តកំពង់ចាមមើលប្រភពញញឹមបន្តិចមកមើលចំណែកក្រែបន្ទាប់ញាតិញោមស្គាល់ដេចគុណទេ
ព្រះនាមអីស្គាល់ទេព្រះនាមព្រះសក្យមុនីពតតោជាសមាលាគង់នៅវត្តសារាវ័នដេជោរាជធានីភ្នំពេញជាធម្មកថាល្បីផ្នែកខាងសំឡេងទុនផ្អែមព្រោះត្រូវប្រធានបទទី3គឺសន្ហវាចៈពោលពាក្យព្រោះអស់មួយជីវិតក្រែហ្នឹងក្រែពោលពាក្យព្រោះណាញោមក្រែហ្នឹងស្ដាប់ឲ្យឈប់ពោលពាក្យអាក្រក់ពោលតែពាក្យព្រោះបានហើយដល់មកអាត្មាស្គាល់ហើយញោមស្គាល់ហើយព្រះនាមបញ្ញាបតិបោពោពិសិដ្ឋគង់នៅវត្តសាមគ្គីគិរីសម្រិទ្ធស្រុកសាលាក្រៅខេត្តបៃលិនញោមមកដែរស្គាល់ផងបានអូថ្ងៃនេះទេសនៅហ្នឹងញោម6ថ្ងៃទៀតទៅទេសនៅអាមេរិកជាមួយឌីគុណឈើកាច់ត្រូវមានប្រធានបទមួយសម្ដែងដែរគឺបេសណយបហាយីសម្ដែងអំពីការលះបង់នៅពាក្យញុះញង់អស់មួយជីវិតក្រែហ្នឹងក្រែអត់ញុះញង់ញោមក្រែហ្នឹងក្រែហ្នឹងឥឡូវដល់ប្រធានបទទី5ហើយញោមមើលប្រភៈមូលដោយកាក់មិនសិលមិញទៅទេសនានៅតកៅក្រែ3តកៅ2អង្គព្រៃវែង1អង្គលោកគៀបអាត្មាលោកថាកុំខ្លាំងទឹកដីតកៅគៀប2អង្គនឹងទៀតអ្នកស្ដាប់តកៅកុំខ្លាំងកម្មណាដែលខ្ញុំធ្វើថ្ងៃហ្នឹងកុំខ្លាំងទឹកដីព្រៃវែងអំពីមច្ឆេរវិនយៈនាំចេញនៅសេចក្តីកំណាញ់ពីសន្តានមានន័យថាមិនកំណាញ់អស់មួយជីវិតនឹងក្រែមិនកំណាញ់ញោមក្រែបរិច្ចាគទានពេលលោកសំដែងចប់ចុះពីលើក្រែញោមមកសុំបច្ច័យលោកមានបានឲ្យទាំងអស់ព្រោះលោកសំដែងថាកុំឲ្យកំណាញ់អញ្ចឹងញោមសុំអីបានហ្នឹងហើយក្រែទី6ផ្លេចណែនាំឲ្យស្គាល់ព្រះនាមព្រះគ្រូមុនីប៉ាឡោជួនកកដាថ្ងៃមុនទៅទេសកំពង់ចាមគេហៅលោកគ្រូប៉ៅឡែប៉ុន្តែថ្ងៃនេះព្រៃវែងឯងញោមប៉ាឡោមានន័យអ្នករក្សានៅអ្នកប្រាជ្ញគង់នៅវត្តប្រាសាទនាងខ្មៅស្រុកសំរោងខេត្តតាកែវចុះឡើងនៅវត្តបតុមតីរាជធានីភ្នំពេញសម្ដែងអំពីមិនកំណាញ់អស់មួយជីវិតក្រែទី6ព្រះគ្រូរតនវិសុទ្ធិឆាតសឆេតគង់នៅវត្តបតុមតីរាជធានីភ្នំពេញស្រុកកំណើតនៅខាងខេត្តព្រៃវែងដែរញោមសម្ដែងអំពីសច្ចៈពោលពាក្យប៉ិតអស់មួយជីវិតអញ្ចឹងក្រែហ្នឹងក្រែសច្ចៈញោមក្រែទី6នោះចាំក្រែអស់ណាញោមទី7ព្រះមហាពុទ្ធវង្សោពៅវុទ្ធីគង់នៅវត្តព្រះពុទ្ធឃោសាចាររាជធានីភ្នំពេញមានស្រុកកំណើតនៅនេះតែម្ដងនៅស្រុកស្វាយអន្តរពីដើមឃុំស្វាយអន្តរស្រុកព្រៃវែងខេត្តព្រៃវែងសូមប្រវត្តិណាប្រកាសឲ្យយាយណាបាត់ចៅយំនៅខ្យល់មកសូមប្រវារណាបន្តិចប្រកាសញោមណាបាត់ចៅយំចិត្តដាច់ខ្យល់ស្លាប់ហើយនៅកែងសាលាញោមណាបាត់ចៅញោមចៅស្រីបងមានអញ្ចឹងទៀតញោមហើយណោះទៅហែនទៅហ្នឹងយ៉ាងរោងកាន់អង្គឥឡូវយកមកដាក់កន្លែងចដាសាលាឆាន់បងចដាសាលាឆាន់បងសូមអញ្ជើញញោមហើយសូមតវិញញោមបតេជគុណពុទ្ធវង្សោពៅវុទ្ធីមានស្រុកកំណើតនៅទីនេះតែម្ដងនៅឃុំស្វាយអន្តរស្រុកព្រៃវែងខេត្តព្រៃវែងពីដើមឥឡូវស្វាយអន្តរគេអភិវឌ្ឍមកស្រុកហើយញោមទៅជាស្រុកស្វាយអន្តរខេត្តព្រៃវែងត្រូវសម្ដែងអំពីកោធាភិភូក្របសង្កត់នៅសេចក្តីក្រោធមិនឲ្យកើតបានមានន័យថាមិនក្រោធអស់មួយជីវិតក្រែនោះក្រែអត់ខឹងណាញោមទោះបីជាមិនក៏អត់ខឹងដែរក្រែនោះប៉ុន្តែចោះដើម្បីកុំឲ្យខាតពេលសូមរតនាប្រគ្រូធម្មមនីមុនសុផល
សំដែងថ្លែងបញ្ជាក់អំពីមេត្តាបេតិភរៈចិញ្ចឹមមេត្តាបិតាអស់មួយជីវិតយ៉ាងណាហើយបន្ទាប់មកគឺហុចមីក្រូនឹងរហូតទៅដល់កូនពៅបញ្ចប់ធម៌ទេសនាតែម្ដងសូមរតនានមោតស្សៈភគវៈតោអរហតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈភគវៈតោអរហតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈភគវៈតោអរហតោសម្មាសម្ពុទ្ធស្សៈនមត្ថរតនតយសៈវន្ទាមៈនៅក្នុងវេលាគ្រាឱកាសនេះតម្រូវត្រូវខ្ញុំបក្រណាអាត្មាវត្តកំពូលភ្នំឈើកាច់សម្ដែងពីកាច់បំរើនឹងចិញ្ចឹមមេត្តាបិតាអស់មួយជីវិតមេត្តាបេតឧបដ្ឋានៈការចិញ្ចឹមបំរើមេត្តាបិតាអស់មួយជីវិតដូចត្រូវជំនាញដែរព្រោះធម៌នឹងស្រឡាញ់ជាងគេបំផុតធម៌បំចិញ្ចឹមមេត្តាបិតានឹងស្រឡាញ់ជាងគេបំផុតហើយទោះបីជាសម្ដែងនៅរូងណាក៏ដោយខ្ញុំកដាអាត្មាតែងតែសម្ដែងព្រោះស្រឡាញ់ជាងគេធម៌នេះជាកំពូលនៃបុណ្យទាំងពួងការបំរើចិញ្ចឹមមេត្តាបិតានឹងជាកំពូលនៃបុណ្យទាំងពួងអញ្ចឹងទោះបីជាថាបុណ្យអីក៏ដោយខ្ញុំកណាតែងតែឆ្លៀតឱកាសសម្ដែងធម៌នឹងមិនដែលខានទេព្រោះស្រឡាញ់ធម៌នឹងក្រៃលែងហើយធម៌នឹងធម៌បកែទៀតញាតិញោមបើមិនមែនត្រឹមតែបានបុណ្យបានកុសលច្រើននេះធម៌បកែអ្នកណាមួយដែលមិនគោរពមេត្តាបិតាមិនចិញ្ចឹមមេត្តាបិតាធ្វើបាបមេត្តាបិតាថ្ងៃណាមួយនឹងមានគេធ្វើបាបវិញហើយអញ្ចឹងបានជាការបំរើនឹងចិញ្ចឹមមេត្តាបិតាព្រះសម្មាសម្ពុទ្ធជាម្ចាស់បរមគ្រូនៃយើងម្ដងទ្រង់ត្រាស់សម្ដែងថាជាធម៌កតញ្ញូកតវេទីបានន័យថាធម៌ដឹងគុណផងធម៌តបគុណផងអញ្ចឹងកតញ្ញូវាមានច្រើនបែបនិងច្រើនយ៉ាងដែលលោកអ្នកប្រាជ្ញទាំងឡាយតែងតែប្រាប់ទុកមកថាវាមានច្រើនវាមានកតញ្ញូបានបុណ្យវាមានកតញ្ញូមិនបានបុណ្យកតញ្ញូដែលបានបុណ្យដែលការមានតិចជូនទៅតាមតិចមានច្រើនជូនតាមច្រើនហើយកតញ្ញូដែលមិនបានបុណ្យអានឹងកតញ្ញូផ្សេងញាតិញោមឆ្ងល់ហ្មងឆ្ងល់តទីចុះហេតុអីបានជាកតញ្ញូដូចតែគ្នាមានបានបុណ្យមិនបានបុណ្យអញ្ចឹងលោកអ្នកប្រាជ្ញលោកប្រាប់ថាទី1កតញ្ញូជាន់កកតញ្ញូនឹងបានបុណ្យដែរក៏ប៉ុន្តែវាតិចបើថ្ងៃណាមិនត្រូវការផ្ញើកូនទីគេមិនបានជូនអីឲ្យហូបទីបើដល់ថ្ងៃណាមួយត្រូវការផ្ញើកូនម៉ែអើយម៉ែឪអើយឪមានគុណធ្ងន់ណាស់ម៉ែអង្គុយចុះមកកូនជូននំកូនជូនលុយដល់ជូនរួចហើយមិនបានប្រមាណបើឯងទៅបាត់ទៅកូនរត់ពីផ្ទះបាយមកផ្ទះធំយាយនំមួយមកទៀតតានំមួយទៀតចុះឡើងយឡើងអស់ឲ្យថ្លៃដែលនំយាយមួយចាននឹងហើយបន្តិចការ៉េមកៃបោលនៅមកទៀតព្រោះឥឡូវហ្នឹងមានស្រែកតាមមីក្រូច្រើនបើហើយទោះបីជាកូនក្មេងកំពុងតែដេកលក់ហ្នឹងក៏ភ្ញាក់ដែរបើខាងអាត្មានោះមានបងស្រីមួយលើតអើយលើតអើយលើតថាឲ្យស្រួយស្រែបើថ្ងៃណាមួយនោះគាត់លក់អស់ហើយគាត់ធ្លាប់មាត់គាត់ជិះកង់លើតអើយលើតស្រាប់គេថាឯងលក់អីអូមានលក់អីអស់បាត់ហើយបើវាធ្លាប់មាត់ណែបើមានឥឡូវទៅពីខាងហ្នឹងឯងទៅមានអាស្អីមានលីហាលមានអាខ្ចៅដូងទឹកត្រីស្អីអាថ្មលឺមិញខ្ចៅដូងទឹកត្រីកោះកុងមកជាឆ្ងល់អីគាត់នឹងលក់ស្អីគេលក់ទឹកត្រីវាមិនបានលឺអាខ្ចៅដូងពីដើមមកវាមិនសូវច្បាស់ហ៎បើអញ្ចឹងគ្រាន់តែលឺឡើងនឹងយាយខ្ចៅដូងយាយបច្ចេលុយទៀតហើយបើដល់ទៅពីអញ្ចឹងទៅវាអស់ឲ្យលុយយាយនឹងទៅ
អាហ្នឹងកតញ្ញូដែរប៉ុន្តែកតញ្ញូជាន់កបានបនដែរប៉ុន្តែវាតិចមិនមែនថាមិនបានបនទេហើយកតញ្ញូមួយទៀតកតញ្ញូផ្ទុញផ្ទៀលមេដាបេដានៅហូបបានដឹងរបស់ឆ្ងាញ់មិនឆ្ងាញ់មិនគិតជូនឲ្យហូបទេតលឈឺផ្ទើតបានគេយកមកគេយកមកម៉ែអើយម៉ែហូបមួយម៉ាត់ទៅឪអើយឪហូបមួយម៉ាត់ទៅឲ្យកូនអស់ចិត្តនំនឹងខ្ញុំខំទៅទិញដល់ភ្នំពេញដល់កំពង់ចាមឯណោះមានតែហូបឯណាកើតកាកំពង់កនៅឈើគេមិនព្រមឲ្យហូបដល់ឈឺផ្ទើតទៅបានគេខំយកឲ្យអញ្ចឹងបានលោកអ្នកប្រាជ្ញលោកប្រាប់ថាទាំងចិត្តទាំងឆ្ងាយមូលមើកសួរម្ដាយទាំងស្រីទាំងប្រុសខ្លះពុននំប៉័ងទុរិនសម្រាំងថ្មីម្ដាយឈឺលែងស្ដីរឹងធ្គាមស្ងួតកកូនហៅម៉ែស្គាល់កូនទីបាននំចំណីល្អម្ដាយពូលខ្សើក្រៅឆ្លើយតឯងមើកណើម៉ែអណាស់ណាកាលម៉ែមិនឈឺមិនមានជំងឺនោះកូនរាល់គ្នាមិនអាណិតម៉ែលុះម៉ែចរាទើបកូនរាល់គ្នាមករុញបញ្ចូលអាហ្នឹងកតញ្ញូដែរប៉ុន្តែកតញ្ញូផ្ទុញផ្ទៀលបានបនដែរប៉ុន្តែតិចកតញ្ញូមួយទៀតកតញ្ញូជំនុំជម្រះកតញ្ញូជំនុំជម្រះហ្នឹងអញ្ចេះកាលដែលម៉ែនៅហូបបានក៏មិនគិតឲ្យដែរដល់ទៅពេលឈឺប្រដាប់ប្រុងមិនធាទេនឹកឃើញម៉ែអើយម៉ែមានគុណធ្ងន់ណាស់បាននំមួយចានប្រាក់ 5,000 ទៅដល់ចូលទៅដល់ជូនម៉ែខ្ញុំជូននំជូនលុយដល់ជូននេះអោនទៅសួរម៉ែអើយម៉ែស្រែមុខផ្ទះនឹងទុកឲ្យណាហើយម្ដាយហឺខ្យល់ចេញមិនចេញចូលមិនចូលហឺម៉ែអើយម៉ែហើយចុះផ្ទះនឹងទុកឲ្យណាអាចចេញខ្យល់ហឺមកអញ្ចឹងម៉ែឯងទុកឲ្យខ្ញុំអីចេញខ្យល់ហឺអញ្ចឹងទៅណែលោកអាចារ្យជួយចាំស្រែមុខផ្ទះខ្ញុំនឹងម៉ែខ្ញុំទុកឲ្យខ្ញុំណែអាហ្នឹងកតញ្ញូដូរស្រែកតញ្ញូដូរដំថ្នោតហ្នឹងអត់បានបនទេហើយកតញ្ញូមួយទៀតកតញ្ញូកក្រឹកកក្រែងហ្នឹងកាលដែលម៉ែមានអីប្រើប្រាស់មានសពួតស្លៀកដណ្ដប់អីទេប្រាប់កូនហើយម៉ែដូចជាចង់បានសពុតហូលប្រមួងអីមកកាផ្លេគេថាយោម៉ែឯងកុំភ័យចាំមើលខ្ញុំរស់ស៊ីមានបានធ្វើបនបច្ច័យ4ដល់ម៉ែឯងណានៃម្ដងម៉ែចេះតែទ្រាំហើយដល់ទៅពេលនេះគេរស់ស៊ីមានមែនគេចាប់ផ្ដើមធ្វើបនមែនលខោនកំពង់ចាមដល់ល្អកេះគៀនស្វាយបនចប់ហើយស្រួលបួលវាភ្លេចគិតពីរឿងម៉ែសុំសពួតពីឆ្នាំមុននោះបនហើយស្រួលបួលស្រាប់តែកូនម្ដាយថាកូនឲ្យកូនម៉ែសុំសពុតពីឆ្នាំមុនដោយមិនឃើញយើងម៉ែឯងបច្ច័យ4ថ្ងៃមុន4លានហើយមិនព្រមស្កប់ទៀតបានអីស្កប់ញោមហើយវាក៏ក្រឹកតែខាងភ្លេងវាក៏ក្រែងតែខាងលខោនកំពុងចាមតកែវិញនោះឯងអត់នៅតែអត់ដដែលអញ្ចឹងដល់អាត្មាថាអញ្ចឹងទៅញាតិញោមថាបងលេងលខោនដែរបើអញ្ចឹងគេលេងជួលឯងវធំហើយលោកគ្រូជឿកាច់ថាអញ្ចឹងមិនមែនទេញាតិញោមជួលអីក៏ជួលទៅប៉ុន្តែកុំភ្លេចពីរឿងថាជូនមេដាបេដាហើយមួយទៀតកតញ្ញូស្ងប់ស្ងៀមមានតិចជូនតាមតិចមានច្រើនជូនតាមច្រើនហើយមួយទៀតកាលកតញ្ញូតាមកាលឧបមាធ្វើមិនបានជូនរាល់ថ្ងៃទេចាំបើកប្រាក់ខែអាហ្នឹងក៏បានដែរហ្នឹងបណ្ដាកតញ្ញូហើយការបំរើចិញ្ចឹមមេដាបេដាហ្នឹងបានបុណ្យបានកុសលច្រើនណាស់ជាកំពូលនៃបុណ្យព្រះពុទ្ធជាម្ចាស់ទ្រង់សម្ដែងថាកតញ្ញតាបធានតាធរកតញ្ញូជាប្រធានជាប្រធាននៃបារមីទាំងពួងរាល់ព្រះពុទ្ធគ្រប់ព្រះអង្គតែងតែមានធរកតញ្ញូហ្នឹងជាប្រធានហើយមួយទៀតកតញ្ញតាធម្មមូលាធរកតញ្ញូកតវេទីគឺជាឫសគល់នៃកុសលធម៌ទាំងពួងហើយមួយទៀតកតញ្ញបញ្ញាភិវឌ្ឍនោជាទីចម្រើននៃបុណ្យគឺសេចក្តីសុខកាលណាកូនចៅគោរពចិញ្ចឹមមេដាបេដាបានសុខគ្រប់ពេលវេលាបើនិយាយពីរឿងសុខគ្រប់ពេលវេលាបែករឿងបន្តិចអាត្មាបានអាត្មាថាធម៌ហ្នឹងធម៌បកែមែនបកែណាញោមអាត្មាធ្លាប់និមន្តទៅទេសនានៅខេត្តបៃលិនកាលហ្នឹងទេសនាច្រើនដែរតែទេសនានៅបៃលិនមកទេសនៅភ្នំកពើខេត្តបាត់ដំបងហើយមកដល់ភ្នំពេញរហូតដល់ទៅលងវែងទៀតដល់អញ្ចឹងទៅនឹកឃើញថាមិនបាច់ចាំទៅជិះរថយន្តខ្លួនឯងទេ
vừa cuồng ta đo đôi ta khné chi tạ xì tới cũng ai hot côn sơ vừa hot phê pro bao nhiêu ngày để hai tại bon có so chuối nó nhôm ti và đá chuối bằng vai chặt chăng ở đây giờ ruột yun luôn anh tới đó là pi chanh pi bay lên máu bầm non một tì sna nơi nơi phnom cờ pư khai bát đầm bóng một đo cái lai pang ở lấm cái lai nắng sao tầm miên lan mũi vì chanh bị prey máu mà phăng máu nó nhôm cho mũi để con chân nằm đáy chứ sông bay ta cầm tích sông bay ta thả ở chanh chiêm mà chùm riết không miên bao nhiêu ta công nó có về mình tay từ ai thà nó chom nơi bị khẳng mục nhôm nơi bay lên nó còn là lư thở cua thạ ra cho ấy đăng chế bạc thà thà bọt chữ cái nó nơi mục kia hay mình lư tu được sắp từ prap tiết bài chỉ ngọt bạt đây mật sầu máu đó là pi đôi nay bon có so đang nhôm bay cái chọ tầng óc về chia ắt miên tử thà thà đi đôi xa tập bon bà mây để thòm chăm mà đai phúc bà công tình chẳng mà lấy tới bạt ơi cái miền bàn chụp nhìn nhôm đi nằng chẳng bon của so đài dương trăm miệt đa bị đa chui bành chia dưới người phật cruột nặng và hãy chui cà pia dưới người bàn sọc cruột pia khi nó nhôm tiêu và đá chui bằng vai chất thả mình ao chụp thì và ai chênh là bọc luôn anh tư và nom ăn trái nó nhôm chẳng tiêu và đá chui bằng vai chất chẳng hay mùi vinh tiền hay mùi vinh tiết xăm bật tệ sầm chan ta rồi mê nhang sầm bắt ở cao lang là con trai prosray và mùi tiết và rồi mê miền côn bọc cọp đại thọ miền xoa mây phe dĩa bọc cọp đại thọ nắng an để xong để cắt từ nhiều cả tạo về tí đại dương của rúp chỉnh châm bầm ra miệt đà bị đàm và nắng bon của so nắng chui dương chân bắn nó bà dương mình bầm ra chỉnh châm miệt đà bị đà tí và dương mình ai từ tu ban mà vinh đi và má đi tiên rương muối chỉ tật tha nó có tệ chạy chun nhiệt nhung pan là mình đăng thành nhiệt nhung bị cha na khơi giang ná mà mình đăng này miên tật câu muối này nhung tật câu muối năng ánh tùm loa đam pui nở ruột pui prẹt và áo thì mà đai giờ phục cha cha nòm khné giờ tật cọp chào khi thà tục vừa ấy tục của vợ ọt chân đánh đọ tranh của vật ọt khát đai hô bơ tại ngành lỡ u của trơn bành chân tí ơi tại cha chắc cọp chào lấy đàn chân tí vừa cái đau đo bản sớm mai thằng ngày muối bản là rất nhiều và pu đi sát áp cầm na được non tờ câu nâng đam bay cay tờ câu nâng vinh ở lên đam pui để ruột pui prát ở đam pui mà nút ti và đà vinh đàn chân tới bạn cho mà chào cầm na cao tờ câu nâng sạp tờ bạn là dụ phẩm pơ nắm ở phúc đặc dây ta cha nâng dơ từ prey và pu đi sát xong tới dùm mùi đẻ đỏ bị từ đó ở phúc nâng riêng chom chi đào chi hot biết đã cho cả bài nâng đó là đã cho cả bài nâng tới câu và pu đi sát nâng thì giờ cho nó mà chi cái bài nâng đẻ ở phúc xua rồi mà anh chi ấy đấy thà cho phúc anh chi ấy anh chi cọp gì ta ấy chứ chà hơi tục của mình chỉnh đánh cọp chào tư hô bơ ta nganh của chỉ bách bực là nghe chư chia là hot á không miền thừa cài cao phóng bành chẳng tế và pu thì sát prap của vinh thả ở bành chẳng tế nhóm chi nơi cái bài nâng đai chi cọp chi chả hơi đai tay tiết phục anh cùng ta chạc ta đai đi chẳng cùng ai hot chi chán chi tục ở hai phục anh cùng ta chạc ta đai nhóm cùng ta cọp ta đai nó khơi chôm mà đi hãy dụ tâm bằng pơ nắm với khô khơi đo bằng đăng đấy chôm xuống ta việc thông và pan anh toàn chắc xong say ta việc cọp anh muốn chắc cầm đắng bành chẳng đi lên thường chẳng ai dơ gì ta nó mau thai vinh giờ mau riêng chom ngụt tức ai hào mau còn anh chăm đi chăm cho đọc phục chắc tới thưa mấy phục ngụt tức ai côn vinh phục rê tức tôi phục côn rê tức tôi phục ngụt vinh đó là pi riêng chăm bài hình chương gì ta mau bà xã hào côn nó mà mưa còn anh chăm đi chăm phục thưa mấy chun bài gì ta hộp cho đọc phục chắc tới sật xuống đấy khai kịp cho đọc phục chắc tới côn chăm phục anh vinh nó miền rừng khâm mấy pi sầm rá riêng chăm cái lạnh sầm ran nó người xa thấy hai con nó mỏi mưa tiền đàn chân tới thà cho đọc phục chắc tới con riêng chăm chun phục
សម្រានជូនម៉ែសម្រានវិញឯនោះនឹកឃើញមានសង្ឃឹមទាំងស្រុងហើយអានជួយខ្លួនហើយអញ្ចឹងពពោតិស័ព្ទចុះមកកែតកូលនឹងពីពូជនរកពូជប្រែតទៅជាពូជមនុស្សពូជទេវតាវិញអញ្ចឹងនេះខ្ញុំកណាសម្ដែងខ្លីប៉ុណ្ណេះហួសម៉ោង2នាទីហើយមិនដឹងថាត្រូវផាកប្រមាណបាទអញ្ចឹងទីអរប្រគុណហើយសូមជូនបុណ្យកុសលញាតិញោមទាំងអស់ត្រេកអរអនុមោទនាជាមួយនឹងការចិញ្ចឹមបម្រើមេត្តាបិតាអស់មួយជីវិតសូមអនុមោទនានមត្ថុរតនតយសៈវន្តាមិខ្ញុំកុណាសូមលំអត់លំអរកាយថ្វាយបង្គំចំពោះប្រជុំ3នៃបត្រៃរតន៍មានពុទ្ធរតនៈ1ធម្មរតនៈ1សង្ឃរតនៈ1ដោយសេចក្តីគោរពកោតក្រែងនិងសូមក្រាបថ្វាយបង្គំចំពោះព្រះមហាថែគ្រប់ព្រះអង្គនិងសូមចម្រើនពរញាតិញោមជាពុទ្ធបរិស័ទទាំងអស់ដែលបានអញ្ជើញមកសម្ដាប់នៅព្រះសទ្ធម្មវិសេសទេសនានៅក្នុងឱកាសវេលានេះនៅក្នុងឱកាសវេលានេះដែរតម្រូវឲ្យអង្គខ្ញុំកុណាអាត្មាសម្ដែងអំពីការគោរពទៅដល់រៀមច្បងបើនិយាយទៅញោមដឹងស្រាប់ហើយថាអំបញ្ញមិញនេះនៅខាងក្នុងឡើយទេញោមណាបានលោកគ្រូចាប់អស់កទៅខាងក្រៅបើចាប់អស់កចេញទៅក្រៅហើយចាប់ញាត់សំនួរមកត្មងញោមអត់បានត្រៀមខ្លួនអីមុនសោះហើយដោយលោកគ្រូពោវិសិទ្ធមានសង្ឃដីកាហើយថាសិតទៅព្រៃវែងគ្រាន់តែព្រៃវែងហ្នឹង4អង្គបាត់ហ่ะតកែវមួយអង្គគ្រូជួនកកដាណាតកែវពងចាមតកែវអត់ច្បាស់ឯងញោមណាតន់កោះអណ្ដាតហើយបើនិយាយពីអាត្មាវិញដូចសាច់ជ្រូកនៅលើជ្រុញអញ្ចឹងញោមចាំតែតាំងតោគ្រូពោវិសិទ្ធមកច្រាមឯងរួចមកដល់ចាប់យកត្មងញោមណាឥឡូវបន្ទាប់ពីលោកគ្រូលក់លតមកដល់អាត្មាម្ដងអាត្មាហ្នឹងអត់មានលតលក់ឯងញោមណានឹងបានអីគេទេអញ្ចឹងគាថាទី2ដែលនាំឲ្យកើតជាព្រះអិនហ្នឹងអត់មានស្រីទេបើសុទ្ធតែប្រុសហើយញោមតាមចំណាំថាព្រះអិនហ្នឹងពណ៌ខៀវអត់ទេញោមណាព្រះអិនហ្នឹងដូចអាត្មាអញ្ចឹងស្អាតដូចគ្នាអញ្ចឹងបើស្អាតអញ្ចឹងមើលមុខឲ្យហើយទៅនឹងព្រះអិននៅរស់ពេលពីហ្នឹងទៅនឹងព្រះអិនទៅណាទេអញ្ចឹងមនុស្សយើងនៅក្នុងសកលលោកទាំងអស់នេះកើតមកហើយតើតមានការគោរពតើតមានការគោរពបើយើងមិនមានការគោរពទេគឺយើងជាមនុស្សមួយដែលរស់នៅមិនចុះចំណោមនៅក្នុងសង្គមគេព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងថាមនុស្សយើងបើមានការគោរពហើយការមិនប្រមាថហើយនាំមកនៅសេចក្តីសុខដល់ខ្លួននាំមកនៅសេចក្តីសុខដល់ខ្លួនសួរថាបើសិនជាញោមទាំងអស់គ្នាហ្នឹងថ្ងៃហ្នឹងបើមិនមកគោរពប្រសង់ទេស្រាប់ទៅណោទៅខាងឆ្វេងញោមណាទៅជីកត្រកហោះជីអីណានោះវិញទៅអាហ្នឹងដោយសារមិនមានការគោរពក៏ប៉ុន្តែញាតិញោមទាំងអស់ទាំងប្រធេរៈនុធរៈក៏ព្រះអង្គលោកមានការគោរពឬសួរគោរពណាមិនមែនគោរពប្រសង់ទេមិនមែនគោរពអាត្មាទេញោមដោយសារតែញាតិញោមទាំងអស់គោរពនៅពធដោយសារញោមគោរពនៅពធអញ្ចឹងទេបើយើងមានការគោរពកាលណាហើយធ្វើឲ្យខ្លួនប្រាណខ្លួនកាយវិចារចិត្តយើងហ្នឹងផ្លូវទាំងឡាយ3ហ្នឹងគឺប្រព្រឹត្តទៅស្មើល្អញោមប្រព្រឹត្តទៅស្មើល្អហើយនៅក្នុងបដិសន្ធារៈការគោរពក៏ព្រះអង្គក៏មានសម្ដែងដែរសម្ដែងទុកមកឲ្យពុទ្ធគារវកតាធម្មគារវកតាសង្ឃគារវកតាមានគោរពពុទ្ធពធប្រសង្ឃអីជាដើមទៅក៏ប៉ុន្តែក្នុងទីនេះងារអាត្មាឲ្យគោរពរៀមច្បងហើយញាតិញោមស្គាល់ហើយរៀមច្បងនឹងពីណាគេមើលរៀមច្បងញាតិញោមទាំងអស់គ្នាពីណាគេញោមសាកគិតមើលខ្លួនឯងណារៀមច្បងហ្នឹងយើងត្រូវគិតយ៉ាងម៉េចគិតថាអ្នកហ្នឹងគាត់មានអាយុច្រើនឬគាត់មានវស្សាចាស់ជាងយើងឬក៏គាត់ហ្នឹងបានមកសុំសិលមុនយើងឬអាហ្នឹងញោមគិតពិចារណាមើលខ្លួនឯងមើល
đôi chi nực nông rương môi nhổm nâng ca cổ rụp miền lục ta lục dây pi nẹt quạt vơ bòn nhổm vơ bòn nâng quạt niệm môn lục ro sắt ở lục thom thom ro sắt ở lục thom thom chạy đòn ấy ở ban lục thom màu sắt ở lục tui tôi lục hữu chia sẻ mê lia chẳng scom chẳng nhổm tôi chẳng tại bên sát chẳng đấy nhổm nè nên môn mà đó dẹp tại dây nó khăn ta rồi vậy tại do ấy luộc nguyên tôi chẳng do mau thầy thơ bon ca rồi có ai luộc nơi kẻ là bon te chẳng từ dây đánh ta tôm xa tiệt đánh ta tôm xa tiết ta nắng từ đó chua press ray bọt chua press ray bọt nên môn ban press ray bọt máu dẹp tại mà đo te nắng press ray bọt của anh ta khơi sao mà này thằng buôn ong nó dẹp tay tay bát nhưng môn tập vật bình bắt gì nó thấy luộc ấy chẳng mà đòn toàn đo tay ai trầm trời phóng môn tập bình bắt đánh ta năng tôm xa tiệt đánh ta năng tôm xa tiết ban pre mô cái liền màu của mô cái liền nên môn mau của anh ta khơi luộc buôn ong tiệt ba tì ta prot tập bình bắt tiệt dẹp tay đo mong chan nhung đo mong chan cái đây đo ẩn a sanh nạp ấn mình chơi ta cung ban nghi thế nhôm ná tại miền pra rồi hòn nơi khang cao miền pa nhà hai ấy mùi nó cứ chập đam cái đây liệp a sanh nạp ấn này ai chăng cái đây đó ấn ma mơ mau ý tại vậy vì nè đấy trong vợ chẳng han lô người ta có niềm mật luôn mau chia lô mà ong giang cành cha nhôm ná đôi từ khu mua sập phao chăng là cành cha chừng năng được tiền đa can chơi trọt mau tạ lạ mau nhôm ôi ta nó còn là khơi chân sờ bài chơi ta pin nhẹ chơi ai bàn lục chả màu ta nó phong tiền phong ấy chân tư mà đó dẹp ta nó cùi khom lục nền cùi khom lục nền mà cùi khom lục nền nó dây nó chê rồi lục anh cua thế mà cùi khom lục nền tôi chẳng nè đời xa ấy bằng quạt chê nhôm khoa ca cổ rụp khoa ca cổ rụp hãy dẹp tầng cùi chân háo dây ta nó thơm mấy tết đó mong chan đấy cô niệm môn lục thì chan thôi nhung niệm môn lục chan háo dây háo lục thư phó ta là mô tình đi háo ấy ở lục xa mà đây buôn ông sất tập ra là hòn nhung sất tập ra là hòn còn là lục chan nuôi mà ông tam bộ uôi từ mà ông tam chiang mà ông tam bộ lọt vì á ở bậc anh đi mất luôn chia lục tài trả đại á lục cái từ hỏi anh đăng từ na pro tam đây pro no than bậc anh vịnh bạt này là sai đời xa mà nơi dương ọt miên ca cổ rộp khơi lục nến tha ọt bàn thơ từ ọt bàn bọn mền tới nhôm ná lục nến nâng cô thử ca phải chạy buồn đây bạc buồn cái cho năng tí cho chạy vào rạp phải chạy lục nến phở ọt bong bay tay chụp bô phở nhôm bên là ba tẹp phải chạy chừng han bon tròn xa mà nê chan ọt lục chan á sê na phải chạy kêu ngà sray kêu ti sê na vào song miếng con về hia la chan lục nơi ọt lục từ ca cái lai sang ọt lục nên thời ca thằng cái liên là phê sẽ phải chạy thời ca nam phê thời ca phê sẽ chẳng lục nên thời thằng nhôm ọt và can tha lục nên đang thưa bon ca ọt đây nha nhôm cùng miền tật thế đôi lục dây mà nè nó ngồi sao mà men dây khang nhôm chẳng tê nhôm nắp và hai dây khang tham ma pung cham nó nhôm ơi miền nè của pung cham mau ọt nhôm ọt sao rồi moang ôi cùng sọt na nhôm ơi tại anh bị ong á bị ong bị khu chia ra miền lia màu tật đầy kê cái đai tại ai nhôm ơi bị 3 ngày năng cho mùi của bơ vật thi làm soi mà đó lấy ban qua mấy khổ chờ anh tiết chẳng na còn ấy đây nhung còn ai chạy như đi xây là cụ pô bị sắt là cụ pô bị sắt ha là bay sầm lên là o ngày nay pa ruột là o on sầm nang mà đông mà chẳng thế đọt này tì bạt hả đọt này tì bạt hả pin tì không vậy xong pin này tì tiệt chẳng thế dương cho mà đo ca cà rộp dừng bây giờ chẳng thế nhiên nhôm thằng o từ bộ cao bộ cọp ta đôi bay giang thoa bay giang tì muối
ការគោរពដោយកាយទី2ការគោរពដោយវាចាទី3ការគោរពដោយចិត្តកាយវាចាចិត្តនឹងឲ្យទៅព្រមគ្នាញោមណាបើសិនជាកាយទៅចិត្តមិនទៅវាចាក៏មិនទៅតែដៃអត់កើតទេញោមណាបើបានទៅទាំងអស់គ្នាបើកាយទៅហើយវាចាទៅហើយចិត្តទៅហើយទៅឲ្យល្អធ្វើនៅសេចក្តីល្អគោរពដោយល្អការគោរពនឹងមាន2យ៉ាងទៅទៀតទី1គោរពនៅខាងមុខទី2គោរពនៅខាងក្រោយការគោរពនៅមុខហ្នឹងគ្រាន់តែនៅមុខហ្នឹងអោនលំតូនណាញោមនិយាយរាក់ទាក់ល្អធ្វើល្អក៏មកតែអាពេលនៅពីក្រោយអត់និយាយល្អទេនិយាយដើមនឹងព្យុះដូចញោមកំពុងតែស្ដាប់អញ្ចឹងនៅពីមុខអាត្មាអូយដែលកូនស្អាតណាស់ចាប់ទៅក្រោយចាប់ដើមនិយាយគ្នាស្អាតណាស់ទេហ៎មុខដូចតារា Hollywood អញ្ចឹងជួមអញ្ចឹងញោមណាអាត្មាអត់សប្បាយចិត្តទេនៅពេលដែលញោមនិយាយអញ្ចឹងអីសិតតែតារាអញ្ចឹងអត់ទេអញ្ចឹងទេញោមទាំងអស់គ្នាមានការគោរពហើយនៅមានណាសួរ3ដងតន់ចង់ឆ្លើយផងអាហ្នឹងឯងវាចាញោមវាចាត្រង់ហ្នឹងត្រង់ដែលយើងមកបនបញ្ចុះសីមាហ្នឹងយើងយកវាចាយើងហ្នឹងមកគោរពយ៉ាងម៉េចមកសូត្រធម៌មិនមែនមកជេរគេទេអាត្មាប្រហែលថ្ងៃសឹងអត់លួទេញោមណាស់នៅលើប្អួយហ្នឹងជេរគ្នាដល់កហើយសួរទៅអ្នកណាព្រៃវែងអុចបិណ្ឌបាតផឹកមិញនិយាយបដាដាញ់សួរណាព្រៃវែងអត់មានកំពុងចាមសោះណាហើយចឹងក៏មកឲ្យលើសនេតិខ្លាចលោកគ្រូពោវិសិទ្ធកាត់ភាគរយញោមណាលោកគ្រូមួនសភ័មហ្នឹងលើសនេតិហើយចឹងថ្ងៃនេះបើបានចូលរួមសម្ដែងពធទេសនាប៉ុណ្ណេះទៅចោះដោយមិនបានត្រៀមទុកអីទេញោមណាស់នឹកឃើញសម្ដែងចែកជូនដល់ញាតិញោមប្រកេនដល់បតរានុត្តរៈគ្រប់ព្រះអង្គញាតិញោមទាំងអស់ធ្វើម៉េចការគោរព3យ៉ាងហ្នឹងឲ្យទៅទាំងព្រមកុំលោកសួរមួយម៉ាត់បាត់2ម៉ោងអត់ទេញោមណាហើយស្មាសួរភាសាទៀតមើលញោមគោរពដោយកាយវិចារចិត្តហើយនៅគោរពល្អហើយនៅអាហ្នឹងបានល្អញោមណាអនុមោទនីណាខុសតយ៉ាងណាសូមព្រះគ្រូមេត្តាខន្តីអបិទោសណាนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะខ្ញុំព្រះករុណាសូមនមស្ការក្រាបថ្វាយបង្គំចំពោះព្រះរតនត្រ័យដែលជារតនៈដ៏ឧត្តមឧត្តមប្រសើរពងពោះក្រៃលែងនៅលើលោកសូមក្រាបថ្វាយបង្គំចំពោះសម្ដេចព្រះអគ្គមហាសង្ឃរាជសម្ដេចព្រះសង្ឃនាយកសម្ដេចព្រះសង្ឃនាយករងមន្ត្រីសង្ឃទូទាំងប្រទេសព្រះមេគុណព្រះអនុគុណបច្ចេតិកាគ្រប់ព្រះអង្គដោយសេចក្តីគោរពពិសេសព្រះអង្គគ្រូបច្ចេតិកាវត្តពោធិវង្សនេះដោយសេចក្តីគោរពកាត់ក្រែងខ្ញុំព្រះករុណាសូមក្រាបថ្វាយបង្គំព្រះករុណាទាំងឡាយគ្រប់ព្រះអង្គទាំងលើសាលាឆាន់ទាំងក្នុងមហារោងទាំងលើក្រេទេសទាំង7អង្គទាំង6អង្គដតីពីខ្លួនឯងពិសេសលោកម្ចាស់គ្រូព្រះមហាពោធិសិទ្ធដែលជាអ្នកសម្របសម្រួលនៅក្នុងកម្មវិធីនិងដែលលោកម្ចាស់បានសម្ដែងពីព្រះអង្គមកគឺលោកម្ចាស់លតលោកម្ចាស់តារា Hollywood និងលោកម្ចាស់ប៉ាអិនហើយនៅខ្ញុំកណាចម្រើនពរពុទ្ធបរិស័ទទន្ទឹមគ្នានឹងនេះដែរក៏សូមចម្រើនពរទៅដល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាព្រះបាទនរោត្តមសីហមុនីជាទីគោរពសក្ការៈនៃប្រជាពុទ្ធបរិស័ទប្រជាពលរដ្ឋទាំងឡាយក្នុងធម្មសាកច្ឆាក្រែមកក្រែ7ប្រព្រឹត្តទៅក្នុងពេលនេះក្រោមពិធីបុណ្យបញ្ចុះខណ្ឌសីមាលោកម្ចាស់បានរៀបរាប់ធម៌អានាំឲ្យកើតទៅជាប្រអិនទាំង7យ៉ាងដែលជាវត្តបទវត្តដែលជាបទ7យ៉ាងនាំឲ្យបានទៅកើតជាសកទេវរាជថ្ងៃនេះសុំស្លូតមួយថ្ងៃសុំផ្អែមមួយថ្ងៃព្រោះគេដាក់ចំសម្ដីផ្អែមនឹងលើញាតិញោមពុទ្ធបរិស័ទទាំងអស់
ចូលចិត្តសំដីផ្អែមណាស់ពាក្យក្រោតក្រៀតមិនសូវជាចូលចិត្តស្ដាប់ទេចឹងទាំងអស់គ្នាហ្នឹងចូលចិត្តពាក្យសំដីផ្អែមទន់ពិរោះពិសានឹងខ្ញុំកណារៀបរាប់អំពីធម៌ដែលនាំឲ្យបានទៅកើតជាប្រអិនទី3គឺសន្ហភាសន្ហភាសតិឬថាសន្ហវាចាគឺពាក្យសំដីពិរោះប៉ុន្តែសូមប្រកេនជូនឲ្យច្បាស់ថាប្រអិននេះគឺគ្មានក្នុងកំណើតជាស្ត្រីទេដូច្នេះស្ត្រីតាមអត្ថកថាលោកសំដែងថាវាចាកំណើត7ដែលស្ត្រីមិនទៅកើតចាំស្ដាប់ញាតិញោមទី1គឺស្ត្រីមិនបានត្រាស់ដឹងជាប្រពុតទេតែឮថាប្រពុតស្រីតែឮអ្នកស្វែងតោដែលឮដែរទី2ព្រះសម្មាសម្ពុទ្ធសំទោសស្ត្រីមិនអាចបានទៅកើតជាប្រអិនទេហ្នឹងទី2ដែលឮប្រអិនស្រីហ្នឹងញោមណាប្រអិនប្រុសមានទី3មិនដែរកំណើតស្ត្រីនឹងឯងបានទៅកើតជាព្រះព្រំទេហ្នឹងព្រះព្រំហ្នឹងមិនប្រកបបរិស័កភាវៈអត្ថិភាវៈទេប៉ុន្តែលក្ខណៈរបស់ព្រះព្រំគឺជាបរោះនឹងទី3ទី4ស្ត្រីមិនបានទៅកើតជាស្ដេចចក្រពត្តិទេនឹងស្ដេចចក្រពត្តិត្រាធិរាជមិនមែនជាស្ត្រីដាច់ខាតទី5ស្ត្រីមិនដែលទៅកើតជាមេរាធិរាជទេមេរាធិរាជមិនមានក្នុងស្ត្រីទាំងឡាយស្ត្រីទាំងឡាយមិនទៅកើតជាមេទេទី7ស្ត្រីមិនដែលទៅកើតជាយមរាជទេញោមអើយអត់មានស្ត្រីទេយមរាជឲ្យដឹងផងអ្នកព្រៃវែងអត់មានស្ត្រីទេនៅក្នុងកំណើតជាស្ត្រីហ្នឹងគឺវាចា7យ៉ាងហ្នឹងដែលមិនទៅកើតក្រៅពីនេះគឺធម្មតាក្នុងកំណើតសត្វទាំងឡាយដែលជាសត្វទៅដោយជើងច្រើនជើង2ដោយលូនទៅដោយពស់ណាដែលសត្វក្នុងទឹកលើគោកក្នុងអាកាសទេវតាមនុស្សចឹងទៅខ្ញុំកណាគ្រាន់តែរៀបរាប់ពីខ្លឹមសារតាក់ទងនឹងសម្ដីនេះ20យ៉ាង20ចំណុចរនឹកចុចរនឹកសរសេរអីមិញហ្នឹងមិនមែនរនឹកចុចទេរនឹកសរសេរមិញបាន20យ៉ាងគ្រាន់តែសារៈប្រយោជន៍របស់សម្ដីពុទ្ធបរិស័ទប្រុសស្រីចាំកត់បែបជារកបិចមិនតាន់នេះទេត្មងចាំកត់យូរហើយចាំស្ដាប់ម្ដងទៀតតាមវត្ថុទៅចោះសម្ដីវាចាល្អក្នុងអង្គុត្តរនិកាយបញ្ចកនិបាតព្រះអង្គសម្ដែងវាចាល្អមាន5ទី1ជាអ្នកនិយាយពាក្យពិតទី2ជាអ្នកនិយាយពាក្យពីរោះទី3ជាអ្នកនិយាយភាសាដែលមានប្រយោជន៍សម្ដីដ៏មានប្រយោជន៍ពាក្យដែលអត់ប្រយោជន៍មិនខ្ចីថ្លែងនាំឲ្យមាត់នឹងអត់តម្លៃមាត់អត់តម្លៃអណ្ដាតឥតន័យជីវិតក៏ឥតខ្លឹមសារពេលវេលាទៅក៏ឥតប្រយោជន៍ដូច្នេះសម្ដីល្អទី3គឺពាក្យមានប្រយោជន៍សម្ដីល្អទី4គឺពាក្យនិយាយមើលពេលមើលវេលានឹងតាមកាលតាមវេលានឹងទី5សម្ដីដែលសម្ដែងរៀបរាប់ហាថ្លាថ្លែងចេញមកជាពាក្យប្រកបដោយមេត្តាមិនមែនពាក្យសម្ដីនិយាយចេញមកដោយកំហឹងដោយពាក្យក្រោតក្រៀតទេចេះទេសម្ដីល្អហ្នឹងគឺសម្ដីដែលនិយាយប្រកបដោយមេត្តាពីក្នុងមកអ្នកសម្ដីនិយាយទាំងមេត្តាចិត្តពីក្នុងមកហ្នឹងព្រោះណាស់ញាតិញោមសាកហាត់លោមើលតែមានមេត្តាពីក្នុងមកហើយនិយាយមកផ្អែមពាក្យសម្ដីស្ដាប់ទៅពីរោះក្នុងទីនេះពីរោះអីគឺពីរោះត្រជាស្ដាប់ទៅតិចចិត្តណាពាក្យសម្ដីពីរោះហ្នឹងល្អហ្នឹងចំណុចទី1សម្ដីល្អមាន5គ្រាន់តែរឿងធម៌អាដែលជាប់តាក់ទងពាក់ព័ន្ធពីសម្ដីហើយទី2អណ្ដាតមនុស្សយើងនេះ
ឲ្យសុខផងឲ្យទុកផងព្រោះតែអន់មិនប្រហើយមកអ្នកព្រៃវែងខេងក្រាន់បើណាស់ប្រហើយអស់មកអន់ដាតថ្ងៃនេះព្រៃវែងសោយរាជចាំមើលតែថ្ងៃណាព្រៃវែងទៅទេសនៅកំពង់ចាមកណា2អង្គកិនម្ដងកិច្ចមិនផុតទេទឹកដីស្រុកខ្មែរគ្មានខេត្តណាធំជាងកំពង់ចាមឥឡូវបែកបូងឃុំមួយទៀតកំពង់ចាមទូចវិញម្ដងឥឡូវប៉ុណ្ណឹងទី2ហ្នឹងអណ្ដាតជាអាចកន្លងបានសុកទុកផងព្រោះអណ្ដាតប្រយ័ត្នមែនទេអណ្ដាតហ្នឹងកុំចេះបដោយអណ្ដាតអានោះវាអត់ឆ្អឹងទេចេះតែនិយាយទៅតតែប្រយ័ត្នបន្តិចបានរស់បានយូរណាញាតិញោមប្រយ័ត្ន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 អីប្រយ័ត្នអណ្ដាតអណ្ដាតជាអាចកន្លងសុកផងទុកផងព្រោះអណ្ដាតមនុស្សយកសម្ដីដំរីយកត្រូវយកភ្លុកពីណាថាយកគ្នាវាដំរីមកក៏យកភ្លុកហើយមនុស្សយកសម្ដីដំរីយកភ្លុកខ្មែរចងក្រងទុកជាពាក្យបដៅនាងនួនក្លំក្នុងឬស័យក្លំក្រៅក្លំមនុស្សសំដៅនៅត្រង់ពោលពាក្យពិតមនុស្សយើងមានក្លំសារត្រង់និយាយពាក្យពិតហ្នឹងសម្ដីសំខាន់អញ្ចឹងណាអ្នកព្រៃវែងសម្ដីនេះសំខាន់អញ្ចឹងបនចោះសីមាហ្នឹងទី3គឺមនុស្សយកសម្ដីដំរីសំខាន់គឺភ្លុកគេមិនដែរយកសាច់ទេយកច្រើនទៅយកភ្លុកលក់បានថ្លៃសម្ដីមនុស្សយើងយកសម្ដីវាថ្លៃនឹងសម្ដីហ្នឹងទី4ដបមានកម្រើដបមាត់មានកម្រើបហើយស្អីទៀតចេះសឹងអីប៉ុន្តែហ៊ានថាខ្លាចវាខុសមាត់មានកម្រើបដបមានឆ្នុកដប2មួយមានឆ្នុកមួយអត់ឆ្នុកអត់ឆ្នុកហ្នឹងតែហ៊ានរលំមកភក់អស់លេងហើយដល់តែមានឆ្នុកដួលទៅណាទៅនៅទាំងអស់យ៉ាងណាមាត់នេះមនុស្សយើងនឹងមាត់នឹងអត់មានកម្រើបនិយាយអត់មានខ្មាស់អៀនអត់អាសូរតែជាអ្នកស្ដាប់សួរថាគេលឺទៅគេសប្បាយចិត្តទេសម្ដីហ្នឹងដូច្នេះសម្ដីចំណុចទី4គឺថាមើលតាមដបចុកផងដបអើយដបយើងទាំងអស់គ្នាសើដបហ្នឹងឃើញទេគាត់ថាដបខាងកពូភ្នំឈើកាច់ហ្នឹងដបរៀងធំទៅហើយដបលោកគ្រូកំពង់ចាមហ្នឹងធំទៅហើយដបអាត្មានេះស្គមចឹងទៅហើយដបទឹកស៊ីអ៊ីវស្គមមួយនោះដបទឹកស្អីរៀងធំចឹងហ្នឹងដូច្នេះគឺថាត្រូវមានឆ្នុកចេះណាមាត់ហ្នឹងគឺយើងត្រូវមានឆ្នុកខ្លះផងគឺសិលនឹងឯងជាឆ្នុកចុកមាត់និយាយភាសាល្អស្ដាប់ទៅពីរោះត្រជាចំណែកទី5ពាក្យណាដែលមិនពិតពាក្យប្រឌិតពាក្យមុសាពាក្យនោះឥតបានការចាញ់បាក់សាបាក់សីយំចាញ់អន់ជាងមន់ទៀតសំដីកុហកពាក្យមិនល្អអត់ប្រយោជន៍នឹងអន់ជាងមន់ទៀតមន់រងាវដាស់ម្ចាស់ឲ្យទៅជួទៅដកទៅស្ទង់បានសំដីមនុស្សឥតប្រយោជន៍នេះអន់ជាងមន់អ្នកព្រៃវែងអន់ជាងមន់ឮដែរណងឮអន់ជាងមន់ឲ្យឈប់កុហកទៅអន់ជាងមន់សត្វសំណក់នៅក្រោមផ្ទះស្រែកព្រុសធ្វើឲ្យម្ចាស់ដឹងថាមានចោរចូលប្លន់ចោះសម្ដីមនុស្សកុហកនេះមានប្រយោជន៍អីដូច្នេះបានធម៌របស់ព្រះអិនទី3ហ្នឹងពាក្យសម្ដីពីរោះគឺនៅក្នុងការមិនកុហកហ្នឹងក៏ផងដែរចំណុចទី6សង្គ្រាមលើពិភពលោកដែលអាចបញ្ចប់បានព្រោះសម្ដីចោចាសម្ដីចរចាត្រូវគ្នាអាវុធប្រឡាយលោកអត់ផ្ទុះទេតែបើសម្ដីនិយាយមិនត្រូវគ្នាពិភពលោកតែ7គ្រាប់ឯងញោមអាលាយផែនដីមិនបានទេខ្មែរយើងតែមកកណាត់គ្រាប់ក៏ងាប់អស់ដែរឲ្យដឹងទៅដូច្នេះសម្ដីនេះឯងអាចដើម្បីធ្វើឲ្យសង្គ្រាមមួយអាចបញ្ចប់បានដោយសារការចរចាហ្នឹងអញ្ចឹងសម្ដីហ្នឹងល្អអញ្ចឹងហើយទី7នាំមនុស្សអាក្រក់ទៅរកភាពជាមនុស្សល្អបានដោយសារសម្ដីដែរកុំតែនិយាយណែនាំណាស់ទេបានល្អប៉ុណ្ណឹងញោម
ញោមកុំតែបានស្ដាប់ធម៌កុំអីអត់បានល្អប៉ុណ្ណឹងទេស្មាននេះកំពុងធ្វើអីដែលមិនតាន់បានជាមនុស្សល្អថ្មហ្នឹងមានការងារគេធ្វើដឹងធ្វើអីថ្មហ្នឹងនេះញោមពុទ្ធបរិស័ទទាំងអស់ដូច្នេះសម្ដីនេះឯងគឺអាចធ្វើមនុស្សអាក្រក់ឲ្យល្អបានធ្វើមនុស្សអកតញ្ញូឲ្យមកជាកតញ្ញូបានធ្វើឲ្យអ្នកឈប់ធ្វើបាបមករកធ្វើបុណ្យវិញបានឃើញណាញាតិញោមចំណុចទី7ទី8ប្រយោជន៍នៃការត្រាស់ដឹងរបស់ព្រះពុទ្ធគឺសម្ដីហ្នឹងបើត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធមិនដោយសារសម្ដីសម្ដែងធម៌ទេក៏ព្រះអង្គមិនត្រាស់ដឹងដែរគឺព្រះអង្គទ្រង់ត្រាស់ដឹងដើម្បីប្រើភាសាប្រើសម្ដីសម្ដែងធម៌ទេសនាប្រសាទទី10ធ្វើឲ្យបាយឆ្ងាញ់ញាតិញោមអាត្មាសួរមួយស្អីល្វីងជាងគេក្នុងលោកស្អីគេល្វីងជាងគេអូប៉ុណ្ណឹងឯងឆ្លើយមិនត្រូវទៀតហ៎អ្នកព្រៃវែងអន់ម្លឹងហ៎ចឹងតើមួយម៉ាត់ទៅសំដីនឹងហើយធ្វើឲ្យជូរចត់អូអ្នកព្រៃវែងគេទេសក្រោយហើយសយត្រូវផុសគេវិញហើយយើងពងចាំរួចមុនអស់នឹងយ៉ាងណាយ៉ាងណីអ្នកព្រៃវែងគេបកមកវិញចាំមើលណាហ្នឹងអាចាំស្ដាប់មើលជួយឲ្យញឹមគ្នាខាងគេអីនោះឲ្យញឹមនោះហ្នឹងចឹងណាគឺសំដីហ្នឹងជូរចត់ក្រៃលែងជូរចត់ល្វិញក្រៃលែងល្វិញគឺសំដីចំណែកផ្អែមក្រៃលែងផ្អែមជាងទឹកឃ្មុំក៏សំដីនឹងដែរញាតិញោមពុទ្ធបរិស័ទជ្រាបអញ្ចឹងហើយបើបាយនឹងមហូបមិនសូវឆ្ងាញ់ទេថែមសំដីពីរោះមកឆ្ងាញ់លេបទៅដល់អស់តែបើមហូបសិតតែស៊ុកគីស៊ុប BBQ chicken ស៊ូអីអញ្ចឹងសំដីមកល្មងល្មាំងទៅក្ដុងទៅក្ដាំងលេបទៅបើចូលអត់ចូលទេសម្ដីនឹងឯងគឺធ្វើឲ្យមហូបឆ្ងាញ់11សម្ដីសជាតិមេរយាទសពូជសម្ដីនឹងល្អទៀតឃើញទេនឹងសជាតិកំណើតណាមេរយាទគឺការប្រព្រឹត្តអត្តចរិតនឹងបង្ហាញពីពូជអម្បូរហ្នឹងហើយ12សម្ដីជាឯកលេខជាតោអក្សរជាត្រីដើរឲ្យមាន3ស្រដីឲ្យមាន4ល្អណាស់មាត់ហ្នឹងគឺនៅតែជាប់លេខ4ណាក្នុងកាយវាចាចិត្តវាចា4កាយនិងចិត្តតែ3ឯងញាតិញោមនឹងចឹងត្រូវតែសង្រួមវាចាឲ្យបានល្អហើយ13សម្ដីធ្វើឲ្យសាសនានេះអាចដើម្បីគ្រប់5000ព្រះភាសាបានដោយសារសម្ដីសម្ដែងធម៌របស់ព្រះសង្ឃនាំអាវាតព្រះទៅប្រកាសលើពិភពលោកឲ្យសាសនាតាំងនៅគ្រប់5000ព្រះភាសា14នាំឲ្យចេះធ្វើបុណ្យដោយសារសម្ដីមកតាំងពីអាមេរិកដោយសារអីនឹងបើមិនដោយសារសម្ដីរបស់ព្រះអង្គគ្រូពោធិសិទ្ធទេណាលោកគ្រូពៅវុធីទេព្រះអង្គគ្រូសុផលខាងកំពូលភ្នំឈើកាច់ទេអត់មកទេដោយសារតែព្រះអង្គជាសមាលាព្រះអង្គជួនកក្កដាព្រះអង្គឆាតសុឆេតអីអត់មកទេមិនសូវស្គាល់នៅក្រៅប្រទេសល្បីលើពិភពលោកខាងនោះខាងព្រះអង្គគ្រូឯណាអញ្ចឹងណាហ្នឹងញាតិញោមពីអាមេរិកអញ្ជើញមកដឹងណាខ្លះសហើយនោះអ្នកអាមេរិកហើយយ៉ាងណោះនោះហើយបានបន់ច្រើនធ្វើបន់ឡើងណែមានបលឹងណាបនកសលធាត់ញាតិញោមពុទ្ធបរិស័ទនៅព្រៃវែងទាំងមូលក៏មានបន់ច្រើនចេះធ្វើបន់ដោយសារបានស្ដាប់ធម៌ហ្នឹងដោយសារសម្ដីហ្នឹងចេះធ្វើបន់ហើយ15អង្គនៃឧបោសថគឺតកតងនឹងសម្ដីនឹងដែរពោលវាចាចេញទៅគ្រប់អង្គជាឧបោសថមាន3យ៉ាងទី1កាលទី2ចេតនាទី3វាចាបើមិនពោលវាចាចេញមកទេមិនអាចសំសិលបានទេញាតិញោមសំសិលលោកឲ្យសិលមកមានទទួលពីលោកឯងហើយដែលទទួលពីលោកស្អីហ្នឹងវាចាចឹងសមាទានសិលតកតងទៅលើវាចាគឺពាក្យសម្ដី16ភិក្ខុសង្ឃដែលលោកត្រូវអាបត្តិចូលក្នុងពហិលោកត្រូវសម្ដែងអាបត្តិក៏ត្រូវតែប្រើវាចានឹងដែរដើម្បីធ្វើឲ្យអាបត្តិលោកបានស្អាតបរិសុទ្ធ17លោកមិនសូត្រធម៌អត់ចង្ហាន់ឆាន់ឥឡូវញាតិញោមលោកឯងអត់សូត្រធម៌អត់ប្រគេនឲ្យឆាន់ទេហើយណាស់តែអតលដ្ឋាមកមេអនិច្ចាអចរាំងមកបត់បានរួចខ្លួនតើតែសូត្រធម៌ឲ្យបានឆាន់ចឹងណាចឹងវាចាហ្នឹងប្រសងអាចរស់នៅបានដោយសារវាចាហ្នឹងញាតិញោមពុទ្ធបរិស័ទទាំងឡាយហើយ18ហ្នឹងដែលមិនសូត្រធម៌ហ្នឹងឯងក៏អត់បានបន់ញាតិញោមទាំងអស់គ្នាបានសូត្រធម៌ដែរសូត្រធម៌នាំឲ្យបានបន់ឥឡូវសូត្រឲ្យបានបន់មួយមើលចឹងសូត្រទាំងអស់គ្នាពីណាអត់សូត្រកុំឲ្យបានបន់ព្រោះបន់ហ្នឹងបន់ចេញពីសូត្រធម៌ណាញាតិញោម
năng sâu tầng óc kia ná ri kệ ri ya nè ma sa ca thvai bong cùm này cái nhom pre ca rô na cho miền đo pre đo miền pre phia ong nô pre ong chia pre a ra hon đo pro sa trong tra đằng nơi nhây ya thoa tiếng buông đôi pro bay chom buông pre ong ất miền cru a cha na pro đau pre ong lời bàn bon ót bờ bán ạ nô mô tần nia tầng o khnia bàn bon ơi lục mà cha nè bàn bon ơi bàn bon cục khnia ấy na lục ná tì đọc rầm buôn nó mình thì dây pì rùa ọt bàn từ cao chê bà ấn nâng ti mà phay xâm đây lõ nè nòm áo nè xâm đây lõ miền nơi không ạ sạp bà rò tất mông em bích tay nơi trong plai đài chứ nế nè xâm đây lõ miền nơi không ạ sạp bà rò nâng cua prong bà giặt trong bà chẹn chân ná ạ sạp bà rò mà nô ạ krọ tay này dây lõ ní cua prong bà giặt đôi tật mông đại bà em men tay về nơi trong plai đài đôi chứ nè xâm đây bà em rồi bà mà nô khla cua prong proi giặt proi giặt kê bào chẳng na nhà nhóm pro nè bao đại việc cột kê đây màu tập em chẳng anh bạn bào bản chẳng na nè sầm máu ngọt nâng score là ngay sầm máu na nhóm ná đôi chân này sầm đây bà em cứ bịa ăn đạn này anh rồi lo hỏi ban chiết bà em cứ sầm đầy nắng mẹ nè khla trong ở trên dây bà em đôi bà ông kêu po bị sắt sạp từ hộp score đặt lăng pi bay bao đây ăn prom bà em thì sầm đây chơi mọc crawl này nhóm đôi chân này project sầm đây bà em rất là project đôi chân này bịa sầm đây bà em nó mày ban đại ca chia bà ấn xôm bột bò sắt bị bê này tới chỉ nè miền việt cha bà em cướp khniong nhomประกาศนาธรรมเพียบเปิดวุฒิกงในวัดจันดำได้ส้มประเคนดำนั่งให้นังจำรานโปจำเรียบจูนnhiệtโยมบองโอนปดบริษัทឲ្យបានដឹងនឹងបានជ្រាបផងដែរថាសមិទ្ធផលដែលបាននឹងកំពុងតែកសាងរហូតមកដល់ពេលនេះមានប្រមាណជាប៉ុណ្ណេះដោយញាតិញោមឃើញស្រាប់នៅក្នុងទីនេះបានរួចរាល់ប៉ុណ្ណេះហើយក៏ប៉ុន្តែនៅមានការខ្វះខាតគឺជំពាក់នៅបច្ច័យសម្រាប់ឲ្យជាងនៅឡើយអញ្ចឹងហើយអាត្មាភាពសូមប្រគេនដំណឹងហើយនឹងសូមចម្រើនពរញាតិញោមក្រែងលោញាតិញោមមានសទ្ធានាំគ្នាជួយចូលរួមកសាងចូលចាប់មគ្គផលកសាងនៅសមិទ្ធផលនានាក្នុងទឹកដីនៃវត្តពូធីវង្សនេះគឺទៅតាមកម្លាំងសទ្ធាជ្រះថ្លាញាតិរបស់ញាតិញោមរៀងខ្លួនទោះបីញាតិញោមចូលរួមកសាងទៅព្រះវិហារក្តីទៅខាងកុដហើយនឹងហោត្រៃក្តីទៅខាងស្រះទឹកស្រះមួយចលិនក្តីជាវដីក្តីគឺទៅតាមកម្លាំងសទ្ធាដោយព្រះវិហារនេះមានចំនួន12គឺក្បាលនេះដែលដាក់បំពាក់នៅតាមជណ្ដើរព្រះវិហារដោយនេះមួយតម្លៃ$90រីឯនេះដែលដាក់នៅកុដហើយនឹងហោត្រៃនេះមួយតម្លៃ$50រីឯស្រះមួយចលិនគឺញាតិញោមជួយចូលរួមទៅតាមកម្លាំងសទ្ធារីឯដីដែលអាត្មាភាពបានទិញនៅទិសឦសានដើម្បីធ្វើនៅទីបច្ឆាដីនោះឯងគឺ1ម៉ែត្រការ៉េតម្លៃតែ$3ប៉ុណ្ណោះឯទ្វាគឺទ្វាទាំងស៊ុំទ្វាមួយគឺតម្លៃ$500ដោយមានស៊ុំព័ទ្ធជុំវិញទ្វានឹងផងរីឯបង្អួចទាំងបង្អួចហើយនឹងស៊ុំក្បាច់ជុំវិញបង្អួចមួយតម្លៃតែ$100ប៉ុណ្ណោះ
ខ្ញុំបកករណាអាត្មាភាពសង្ឃឹមថាញាតិញោមនឹងចូលរួមចំណែកជួយកសាងជួយចូលចាប់មគ្គផលដើម្បីបានជាទ្រព្យមរតកនៅក្នុងពុទ្ធសាសនាផងដើម្បីលើកស្ទួយជួយឲ្យពុទ្ធសាសនាបានរីកចម្រើនផងខ្ញុំព្រះករុណាអាត្មាភាពពៅវុធីវត្តចិនដំដែកសូមប្រគេនដំណឹងហើយនឹងជម្រាបជូនបងប្អូនប្រុសស្រីលោកតាលោកយាយសាធុសពបរិសុជនអ្នកមានចិត្តបុណ្យអ្នកមានចិត្តសទ្ធាបានជ្រាបជាដំណឹងផងដែរថាអាត្មាភាពមានគម្រោងនឹងរៀបចំធ្វើនៅផ្លូវក្នុងវត្តពូធីវង្សនេះតែម្ដងដោយផ្លូវដែលនឹងត្រូវធ្វើនេះគឺគិតជាម៉ែត្រការ៉េដោយ1ម៉ែត្រការ៉េតម្លៃ$10ផ្លូវនេះឯងគឺចាក់អំពីបេតុងឬយើងហៅថាធ្វើអំពីបេតុងឬហៅម្យ៉ាងទៀតថាចាក់ដោយស៊ីម៉ង់ផ្លូវនេះឯងគឺ1ម៉ែត្រការ៉េតម្លៃ$10អាត្មាភាពសង្ឃឹមថាញាតិញោមនឹងចូលរួមធ្វើផ្លូវនេះឲ្យបានល្អនិងដើម្បីបានជាចំណែកនៃបុណ្យកុសលផងចឹងអាត្មាភាពសង្ឃឹមថាញាតិញោមនឹងជួយចូលរួមចំណែកចូលចាប់មគ្គផលទៅតាមកម្លាំងសទ្ធាទោះបីថាតិចតួចស្ដួយស្ដើងយ៉ាងណាឲ្យតែញាតិញោមជ្រះថ្លាចូលរួមចូលចាប់មគ្គផលអាត្មាភាពក៏សប្បាយរីករាយនឹងចំណែកនៃបុណ្យកុសលដែលញាតិញោមបានបំពេញហើយញាតិញោមអាចទំនាក់ទំនងបានតាមរយៈទូរស័ព្ទខ្ញុំបកករណាអាត្មាភាពពៅវុធីវត្តចិនដំដែកដែលមាននៅលើកញ្ចក់ទូរទស្សន៍នេះស្រាប់គឺលេខ092 34 97 99មួយខ្សែទៀតគឺ016 99 53 99សូមអរគុណនិងអរគុណសូមថ្លែងអំណរគុណនិងអរគុណចំពោះព្រះតេជគុណទ្រង់ឯកឧត្តមលោកជំទាវលោកស្រីអ្នកនាងកញ្ញានិងបងប្អូនជាសប្បុរសជនអ្នកមានចិត្តបុណ្យដែលបាននិមន្តយាងនិងអញ្ជើញចូលរួមក្នុងពិធីបុណ្យនេះសូមទទួលបាននៅសេចក្តីសុខនិងសេចក្តីចម្រើនគ្រប់ប្រការ